ឥឡូវនេះអាត្មាភាពបានមកដល់វត្តមួយដែលស្ថិតនៅក្នុងព្រៃលើភ្នំដាច់ស្រយាលមែនតែនញាតិញោមហើយវត្តនេះផងដែរស្ថិតនៅក្នុងស្រុកសន្ទុះខេត្តកំពង់ធំអង្គគោបដើមពោធិ៍មួយខេត្តត្បូងចេះតែមានសាលារៀននៅវត្តនេះដូចមើលទឹកសតហើយយ៉ាងនេះក៏មិនទាន់មានស្រួលបួលដែរកត់លោកបងនេះសាលាឆាន់មើលទឹកសតដែរហ្នឹងខ្ញុំនិយាយបងនេះបន្ទប់ទឹកពងសាងសង់នេះរោងបាយនេះបាទបងនេះពហិយខ្ញុំយឹតពហិយហ្នឹងមើលមិនតាន់ធ្វើហើយទេនៅតែបានទៅសបាននេះប៉ុណ្ណាពពកស្អាតទេញាតិញោមអើយពពកហ្នឹងហើយនេះជុំវិញសាច់ការឆ្វាយចន្ទទីនេះហ៊ីងមើលទៅចេះទៅសាលារៀនណាសាលារៀននៅនឹងក្មេងៗរៀនតោះហើយតែចេះទៅឃើញមានកុដិប្រសង់ទៀតព្រោះនេះសាលាធម្មសភាមើលទៅខ្សត់ញាតិព្រៃទាំងអស់សត្វចកាចន្ទទីបាទថាវត្តសាលាសាងសង់យ៉ាងអីអត់មានអីគ្រប់គ្រាន់អូនណាលោកប្អូនសត្វសំណក់ច្រើនពណ៌នេះសាលារៀននៅក្នុងវត្តហ្នឹងញាតិញោមឥឡូវអាត្មាបានធ្វើដំណើរត្រឡប់ចេញពីវត្តមកវិញហើយយើងគិតថាមានជាបរិវត្តលក់តាមស្រុកស្រែចំការចឹងធម្មតាទៅព្រោះនៃទស្សនវិជ្ជានៃការចេញពីចំការចន្ទទីមកវិញញាតិញោមមកភ្នំស្អាតណាស់បើភ្នំ